មុនគាថាព្រះពុទ្ធបញ្ជាក្របកំភ្លើងធ្នូស្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកនៅមុនគាថាដែលព្រះសម្មាសម្ពុទ្ធទ្រង់ភាវនានៅពេលដែលទេវទត្តបានផ្សាញ់ព្រះអង្គព្យាយាមធ្វើគុតព្រះអង្គដោយឲ្យឈ្មួញយកធ្នូស្នាបាញ់សម្ដៅមកលើព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែត្រូវបានព្រះសម្មាសម្ពុទ្ធលោកភាវនានៅគាថាមួយនេះដើម្បីបញ្ជានៅក្រឹបធ្នូស្នារបស់ទេវទត្តទាំងនោះមិនឲ្យត្រូវរូបរាងកាយរបស់ព្រះអង្គមុនគាថានេះដែរគឺវាពូកែស័ក្តិសិទ្ធិព្រោះថាព្រះសម្មាសម្ពុទ្ធលោកបានសូត្រនៅមុនគាថានេះហើយទើបព្រះអង្គកិច្ចផុតពីក្រឹបធ្នូស្នារបស់ភិក្ខុទេវទត្តហេតុដូច្នេះហើយទើបបានជាបុព្វបុរសខ្មែរយើងអ្នកប្រាជ្ញខ្មែរយើងលោកបានសរសេរចងក្រងនៅមុនគាថានេះទុកដើម្បីឲ្យកូនចៅជំនាន់ក្រោយរៀនសូត្រដើម្បីបញ្ជានៅគ្រោះកាយទាំងឡាយបញ្ជានៅក្រឹបកំភ្លើងឬមួយក៏ក្រឹបធ្នូស្នាអំពីសំណាក់សត្រូវដែលប៉ុនប៉ងបៀតបៀនមកលើយើងហើយមុនគាថានេះផងដែរមុននឹងយើងសូត្រភាវនាគឺត្រូវតាំងនមោតស្សៈចំនួន3ចប់ជាមុនសិននមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលយើងសូត្រនមោតស្សៈចំនួន3ចប់ហើយសូមបងប្អូនសូត្រតាមខ្ញុំនៅមុនគាថារបស់ព្រះពុទ្ធដែលព្រះអង្គស្វាធ្យាយផ្ចាញ់ភិក្ខុទេវទត្តគាថានេះផងដែរគឺយើងសូត្រថាសត្ថាធនងអាកដ្ឋិតងតត្វានិយតិសេ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 មុនគាថានេះផងដែរគឺយើងសូត្រ7ចប់សូមបងប្អូនទាំងអស់គ្នានៅពេលដែលមានគ្រោះអាសន្នជួបនៅបុព្វហេតុណាមួយដែលបង្កឡើងដោយសត្រូវជាពិសេសគឺប្រទេសយើងឥឡូវកំពុងតែវឹកវរដោយសារចោរសៀមដូច្នេះហើយទើបខ្ញុំខំស្វែងរកនៅមុនគាថាទាំងឡាយអំពីគ្រូផងអំពីរៀមច្បងផងវីដេអូរបស់ខ្ញុំគឺមិនមែនចេះតែយកគាថាទៅប្រទេសទៅផ្ដាស់មិនមានប្រភពមកចែកជូនបងប្អូនទេវីដេអូរបស់ខ្ញុំគឺសិតតែមានប្រភពច្បាស់លាស់អំពីសិលមុនគាថាទាំងអស់ទាំងដែលខ្ញុំធ្លាប់បានរៀនសូត្រនិងទាំងដែលខ្ញុំបានសុំតអំពីគ្រូឬមួយក៏សុំតអំពីសិស្សច្បងរបស់ខ្ញុំយកមកចែកជូនបងប្អូនដើម្បីការពារខ្លួនពីព្រោះថាយើងជាខ្មែរដូចគ្នាត្រូវចេះស្រឡាញ់គ្នាខ្ញុំមិនមែនជាអ្នកខាងមន្តអាគមពូកែស័ក្តិសិទ្ធិដីនោះទេក៏ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់បានរៀនបានសូត្រខ្ញុំនឹងចែកជូនដល់បងប្អូនទាំងអស់គ្នាដើម្បីការពារខ្លួនការពារពពួកចោរសៀមដែលវាប៉ុនប៉ងឈ្លានពានមកលើយើងមុនគាថានេះបើមិនមានគ្រោះអាសន្នបងប្អូនហាមយកទៅប្រើប្រាស់ឲ្យសោះហាមយកទៅលេងសើចហាមប្រមាថវាអាចនាំគ្រោះថ្នាក់ដល់ខ្លួនឯងវិញអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណេះឯងបងប្អូនជាសំណុំពរចុងក្រោយក៏សូមបងប្អូនទាំងអស់គ្នាជួយ Subscribe ជួយចុច Like និង Comment ពាក្យល្អៗនៅលើវីដេអូរបស់ខ្ញុំផងបាទសូមអរគុណ